លោកដូណាល់ត្រាំបានជួយដំណឹងទៅ TSMC ថាពន្ធនឹងអាចបង់នៅក្នុងអត្រា 100% ប្រសិនបើក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះមិនសាងសង់រោងចក្ររបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថាលោកបានជូនដំណឹងដល់ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company ហៅកាត់ TSMC ថាខ្លួននឹងប្រឈមនឹងពន្ធរហូតដល់ 100% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិកនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី9 ខែមេសាឆ្នាំ2025សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅឯគណៈកម្មាធិការសភាជាតិនៃសាធារណរដ្ឋដែលត្រាំបារីគុនការសម្រេចចិត្តរបស់រដ្ឋបាល Biden ក្នុងការផ្ដល់ជំនួយចំនួន $6.6 ពាន់លានដល់ TSMC សម្រាប់ការផលិតផលពាក់កណ្ដាលសម្រាប់ Semiconductor នៅរដ្ឋ Arizona លោកត្រាំជឿជាក់ថាក្រុមហ៊ុន Semiconductor មិនត្រូវការជំនួយហិរញ្ញវត្ថុទេហើយថាការលើកទឹកចិត្តបែបនេះគួរតែលើកទឹកចិត្តពួកគេឲ្យវិនិយោគនៅក្នុងការផលិតរបស់សហរដ្ឋអាមេរិកជំនួសវិញលោកត្រាំបាននិយាយថា TSMC ខ្ញុំមិនបានផ្ដល់ប្រាក់ឲ្យពួកគេទេអ្វីដែលខ្ញុំបានធ្វើគឺនិយាយប្រសិនបើអ្នកមិនសាងសង់រោងចក្ររបស់អ្នកនៅទីនេះទេអ្នកនឹងបង់ពន្ធធំគួរជំរាបថាការអត្ថាធិប្បាយរបស់លោកត្រាំកាត់ឡើងបន្ទាប់ពីក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោកកាលពីខែមីនាធ្លាប់បានសន្យានិងបាននិយាយនៅឯសេតវិមានថាខ្លួនក្រុងនឹងបង្កើតការវិនិយោគថ្មីចំនួន $100 ពាន់លាននៅក្នុងសហរដ្ឋអាមេរិកដែលរួមបញ្ចូលទាំងការសាងសង់កន្លែងផលិតបន្ទះឈីបចំនួន5បន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះយ៉ាងណាមិញនៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយផ្សេងទៀតទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា TSMC អាចប្រឈមនឹងការពិន័យចំនួន $1,000 លានឬច្រើនជាងនេះដើម្បីដោះស្រាយការស៊ើបអង្កេតលើការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិកជំវិញបន្ទះឈីបដែលខ្លួនផលិតដែលបានបញ្ចប់នៅក្នុងប្រព័ន្ធដំណើរការ Huawei AI